អ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះជាតិលោកអ៊ូច័ន្ទរតបានសម្រេចដាក់ឈ្មោះបកថ្មីរបស់លោកថាគណៈបកកែតម្រង់កម្ពុជាតាមរយៈវិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃច័ន្ទនេះលោកអ៊ូច័ន្ទរតបានអះអាងថាលោកនឹងក្រុមការងារនឹងរៀបចំឯកសារស្នើសុំចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃក្នុងសប្តាហ៍នេះបើតាមលោកអ៊ូច័ន្ទរតបកថ្មីនេះមិនមែនបង្កើតឡើងដើម្បីប្រជែងជាមួយក្រុមមន្ត្រីនៃអតីតបកប្រឆាំងនោះឡើយផ្ទុយទៅវិញគណៈបកនេះនឹងផ្អាកដំណើរការភ្លាមនៅពេលដែលលោកកឹមសុខាមានសិទ្ធិធ្វើនយោបាយឡើងវិញលំអិតបន្តដោយវ៉ាន់សុគន្ធា បើទោះបីកំពុងរៀបចំបង្កើតគណៈបកនយោបាយថ្មីដើម្បីចូលរួមការបោះឆ្នោតនៅក្នុងឆ្នាំ 2022 និងឆ្នាំ 2023 ខាងមុខក្តីក៏ប៉ុន្តែលោកអ៊ូច័ន្ទរតមិនបំភ្លេចឬមានចេតនាប្រឆាំងនឹងក្រុមមន្ត្រីអតីតបកប្រឆាំងនោះឡើយជាពិសេសគឺលោកកឹមសុខាប្រធានអតីតគណៈបកសង្គ្រោះជាតិលោកបានគូបញ្ជាក់ថាបើសិនជាលោកកឹមសុខាមានសិទ្ធិធ្វើនយោបាយឡើងវិញនៅពេលណាហើយចង់មកដឹកនាំគណៈបកថ្មីរបស់លោកគឺលោកទទួលស្វាគមន៍ដោយដៃទាំងពីរ ក៏ប៉ុន្តែបើទោះបីលោកកឹមសុខាមិនមកដឹកនាំក្តីក៏គណៈបកថ្មីនេះនឹងរលីកខ្លួនឯងឈប់ធ្វើសកម្មភាពដែរដើម្បីស្នើសុំចូលរួមដើរលើវិថីនយោបាយជាមួយលោកកឹមសុខាលោកអ៊ូច័ន្ទរតបានគូបញ្ជាក់ថានេះក៏ព្រោះតែលោកមិនចង់ឲ្យបែកបាក់សម្លេងប្រឆាំងដោយសារតែគោលបំណងរបស់លោកគឺប្រកួតប្រជែងជាមួយនឹងគណៈបកកណ្ដាលអំណាចមិនមែនប្រកួតប្រណាំងនឹងគ្នាឯងនោះទេ ប៉ុន្តែលោកកឹមសុខាមិនដឹងថាអាចមានសិទ្ធិធ្វើនយោបាយឡើងវិញនៅពេលណាឡើយឬអាចថាតលតែផុត 5 ឆ្នាំនៃការហាមឃាត់ដោយតុលាការកំពូលកម្ពុជាលោកកឹមសុខានិងមន្ត្រីអតីតបកប្រឆាំង 117 នាក់ផ្សេងទៀតត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល 5 ឆ្នាំក៏ប៉ុន្តែមន្ត្រីខ្លះបានស្នើសុំនិងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញខណៈលោកកឹមសុខានៅបន្តតតាំងជាមួយតុលាការនៅក្នុងសំណុំរឿងសន្តិភាពជាមួយបរទេសទោះជាបែបនេះក្តីលោកកឹមសុខានៅតែមានបំណងចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះនេះបើតាមការគូបញ្ជាក់ឲ្យដឹងរបស់កញ្ញាកឹមមនោវិជ្ជាកូនស្រីរបស់លោកកឹមសុខាកាលពីថ្ងៃទី 12 ខែមករា ទំនងត្រង់ចំណុចនេះហើយដែលលោកអ៊ូច័ន្ទរតបង្ហាញពីចេតនាចង់ឲ្យលោកកឹមសុខាមកដឹកនាំគណៈបកថ្មីរបស់លោកនៅពេលដែលលោកកឹមសុខាមានសិទ្ធិធ្វើនយោបាយឡើងវិញប៉ុន្តែនៅជំហានដំបូងនេះលោកអ៊ូច័ន្ទរតបានអះអាងថាមន្ត្រីជាន់ខ្ពស់មួយរូបរបស់អតីតបកប្រឆាំងដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនឹងធ្វើជាប្រធានគណៈបកថ្មីកែតម្រង់កម្ពុជាបើតាមលោកអ៊ូច័ន្ទរតគណៈបកថ្មីរបស់លោកនឹងប្រកាសជាផ្លូវការនៅចុងខែមករានេះហើយលោកថាមន្ត្រីមួយចំនួននៃអតីតគណៈបកសង្គ្រោះជាតិនឹងមកចូលរួមជាមួយនឹងលោកបន្ទាប់ពីគណៈបកថ្មីនេះដំណើរការសកម្មភាពនយោបាយរបស់ខ្លួន នៅក្នុងសន្និសីទកាសែតស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្តរបស់ខេត្តបាត់ដំបងដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកថ្ងៃច័ន្ទនេះលោកសឿមប៊ុនរទ្ធីអភិបាលរងនិងជាអ្នកនាំពាក្យខេត្តបាត់ដំបងបានថ្លែងថាពលករចំណាក់ស្រុកខ្មែរដែលបានចូលពីប្រទេសថៃមកតាមច្រករបៀងនៅក្នុងខេត្តបាត់ដំបងមានចំនួន 3,300 នាក់ ពលករខ្មែរទាំងអស់នេះគឺជាពលករចម្រុះមកពីបណ្ដាខេត្តនានាដែលបានចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃហើយត្រូវត្រឡប់ចូលកម្ពុជាវិញដោយសារតែថៃមានការរឹតបន្តឹងក្រោយផ្ទុះការឆ្លងកូវីដជាសហគមន៍នៅក្នុងខេត្តសមុទ្រសខនលោកសឿមប៊ុនរទ្ធីបញ្ជាក់ថាពលករខ្មែរអាចចល័តវិលមកកម្ពុជាវិញបានគឺដោយសារតែការធ្វើដំណើរដែលមានការត្រូវរើគ្នាពីរថយន្តតាក់ស៊ីថៃដែលបានដឹកពលករកិច្ចពីសមត្ថកិច្ចនិងដើរកាត់ព្រៃរាប់សិបគីឡូម៉ែត្រ ផលិតសម្បុកទឹកមាត់ត្រចៀកកម្មបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាជំរុញការនាំចេញសម្បុកទឹកមាត់ត្រចៀកកម្មទៅកាន់ប្រទេសចិនដើម្បីជួយពង្រីកទីផ្សារសម្បុកទឹកមាត់ត្រចៀកកម្មនិងផ្ដល់ការងារដល់កម្មករខ្មែរប្រមាណជាងរាប់ពាន់នាក់ជៀសផុតពីការចំណាក់ស្រុកដោយប្រថុយប្រថានការជំរុញរបស់ក្រុមអាជីវករនេះគឺធ្វើឡើងក្រោយពីកម្ពុជានិងចិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នាកាលពីពេលថ្មីៗនេះ ដល់ឡែកមន្ត្រីអង្គការសង្ត្រាល់ប្រចាំប្រទេសថៃបានឲ្យដឹងថាករណីពលករខ្មែរចំនួន 7 នាក់នៅក្នុងចំណោមជនរងគ្រោះសរុប 9 នាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែការបាក់ស្ពានអាកាសកំពុងសាងសង់នៅខេត្តនគររាជសីមានោះគឺត្រូវបានអ្នកទទួលខុសត្រូវយកចិត្តទុកដាក់ប៉ុន្តែនៅមិនទាន់ដឹងទេថាក្រុមហ៊ុនម៉ៅការរបស់ថៃដែលជាម្ចាស់គម្រោងស្ពានអាកាសជិត 15 គីឡូម៉ែត្រនេះផ្ដល់សំណងប៉ុន្មាននោះសូមស្ដាប់អឹងបន្ថន លោកលឹងសុផុនមន្ត្រីគម្រោងនៃអង្គការសង្ត្រាល់ប្រចាំប្រទេសថៃប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅព្រឹកថ្ងៃច័ន្ទថាក្រោយពីជួបឧបទ្ទវហេតុនៃការបាក់ស្ពានអាកាសដែលកំពុងសាងសង់ក្នុងស្រុកមឿងខេត្តនគររាជសីមានោះខាងក្រសួងសាធារណការរបស់ថៃដាក់កំហិតឲ្យក្រុមហ៊ុនម៉ៅការសំណង់គឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើជនរងគ្រោះ
នៅក្នុងដំណាក់កាលសង្គ្រោះបឋមនេះជនរងគ្រោះទាំងអស់ចំនួន9នាក់គឺខ្មែរ7នាក់ភូមា1នាក់និងថៃ1នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខណៈដែលជនរងគ្រោះខ្លះបាក់ដៃនិងបាក់ជើងដោយសារតែចន្ទល់សំណង់បានបាក់ស្រុតចុះនៅពេលកំពុងចាក់បេតុងបើតាមមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះករណីបាក់ស្ពានអាកាសនេះគឺជាគ្រោះថ្នាក់ការងារដែលតាមច្បាប់របស់ថៃគឺថៅកែមកការសំណងជាអ្នកទទួលខុសត្រូវទាំងថ្លៃព្យាបាលការធានារ៉ាប់រងការចាយវាយក្នុងអំឡុងពេលព្យាបាលនិងប្រាក់សំណងការខូចខាតប៉ុន្តែនៅពេលនេះលោកថាក្រុមហ៊ុនមកការសំណងនោះមិនទាន់ផ្ដល់សំណងការខូចខាតទៅលើជនរងគ្រោះនៅឡើយខណៈដែលមន្ត្រីទូតខ្មែរប្រចាំប្រទេសថៃកំពុងតែធ្វើដំណើរទៅជួបជនរងគ្រោះនៅឯមន្ទីរពេទ្យយោងតាមកាសែតបាងកកប៉ុស្តិ៍ការបាក់សំណង់អគារស្ពានអាកាសនៅប្រទេសថៃនេះបានកើតឡើងនៅថ្ងៃទី23ខែមករាឆ្នាំ2021វាគឺជាផ្នែកមួយនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងប្រវែងជាង14គីឡូម៉ែត្រនៅភាគខាងជើងនៃទីប្រជុំជនស្រុកមឿងខេត្តនគររាជសីមាសំណង់នេះត្រូវបានសាងសង់ក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានផ្លូវល្បឿនលឿនដោយក្រុងចំណាយថវិកាចំនួន 1.4 លានបាតឧបទ្ទវហេតុនេះបានធ្វើឲ្យកម្មករសំណង់ចំណាក់ស្រុក9នាក់រងរបួសគឺមកពីប្រទេសកម្ពុជា7នាក់មីយ៉ាន់ម៉ាម្នាក់និងថៃម្នាក់ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកការបាក់រលំសំណង់មួយនេះត្រូវបានគេបន្ទោសទៅលើកំហុសបច្ចេកទេសដែលប្រើជើងទម្រមិនអាចទ្រាំនឹងទម្ងន់នៃបេតុងដែលកំពុងតែចាក់នោះគ្រឿងញៀនចុះថោកប្រហែល4ដងនៅក្នុងឆ្នាំ2020ដែលនៅសល់ជិត$4,000ក្នុង1គីឡូក្រាមខណៈពីមុនគ្រឿងញៀនមានតម្លៃរាប់ម៉ឺនដុល្លារក្នុង1គីឡូក្រាមនេះគឺជាមូលហេតុចម្បងដែលគ្រឿងញៀននៅកម្ពុជាមានការកើនឡើងស្របពេលដែលការផលិតបានលឿនជាងមុនដោយកែពីការផលិតគ្រឿងញៀនធម្មជាតិទៅជាគ្រឿងញៀនសំយោគទាំងនេះគឺជាការកត់សម្គាល់របស់នាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើតាមលោកមាសវិរិទ្ធគឺនៅក្នុងពេលដែលបញ្ហា COVID-19 កំពុងរាតត្បាតពួកអ ក្រិតជនបានឆ្លៀតឱកាសនេះធ្វើចរាចរណ៍គ្រឿងញៀនកាន់តែសកម្មជាងមុនជាពិសេសឆ្លងកាត់តាមច្រករបៀងចូលពីប្រទេសថៃនិងឡាវតទៅនេះសូមស្ដាប់បទសម្ភាសន៍លម្អិតរវាងអឹងប៊ុនថនជាមួយនឹងលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធដូចតទៅខ្ញុំសូមជម្រាបសួរនាយឧត្តមសេនីយ៍មាសវិរិទ្ធបាទព្រឹកមិញនេះអាដាមបានដឹកនាំកិច្ចប្រជុំមួយនិយាយពីការធ្វើសន្និបាតបូកសរុបបញ្ហាគ្រឿងញៀនឆ្នាំ2020អាដាមអាចជម្រាបបានទេនៅឆ្នាំ2020កន្លងមកថ្មីនេះតើបញ្ហាគ្រឿងញៀនមានការប្រែប្រួលថយចុះឬមួយក៏កើនឡើងករណីដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានបាទករណីបង្ក្រាបបានបទល្មើសទាំងការជួញចរាចរណ៍ជួញដូរការផលិតនិងការប្រើប្រាស់មានការកើនឡើងកើនប្រមាណភាគរយដែរបាទប្រមាណចាប់យកនៃសារធាតុនេះក៏មានការកើនឡើងបាទគាត់ថាបទល្មើសកើនឡើងក្រោម 10% ប៉ុន្តែប្រមាណចាប់យកសារធាតុនេះមានការកើនឡើងច្រើនបាទអាចប៉ាន់ស្មានជាគីឡូគ្រឿងញៀនប្រមាណដែរបាទដែលសមត្ថកិច្ចរឹបអូសបានបាទពោច្រើនគីឡូមិនដល់បានបោកអស់អត់តាន់ហ៊ានឆ្លោយតែខុសព្រោះវាមានចំណែកច្រើនក្នុងការបង្ក្រាបហ្នឹងណាបាទហើយសំឡេងនេះយើងគ្រាន់តែរៀបចំជាសេណារីយ៉ូលើការរៀបចំត្រៀមរៀបចំសន្និបាតទេហើយនឹងពិនិត្យឡើងវិញនៅលើការរៀបចំស្ដីត្រៀមរបាយការណ៍ដើម្បីដាក់ឆ្លងកិច្ចប្រជុំអាជ្ញាធរណាពេលលោកមានការកែសម្រួលអីក៏ប្រជុំអាជ្ញាធរទៅនឹងអាចទៅប្រាប់បានបាទវិញប៉ុន្តែមិនទាន់វិញទេណាបាទអាដាមយ៉ាងណាក៏ដោយការបង្ក្រាបគ្រឿងញៀននេះក្នុងមួយរយៈកាលថាឆ្នាំ2020ទៅចុះគឺថាមានដូចភាពសកម្មច្រើនមានន័យថាការចាប់បានហ្នឹងគឺមានឃើញច្រើនករណីតើមកពីបញ្ហាគ្រឿងញៀនច្រើនឬមួយមកពីសមត្ថកិច្ចហ្នឹងមានស្នាដៃនៅក្នុងការចាប់គ្រឿងញៀនហ្នឹងបានច្រើនជាងមុនបាទនេះគឺគ្រឿងញៀនច្រើនគ្រឿងញៀនវាចូលជន់នៅតំបន់ផលិតចឹងទៅរកវាទៅបង្កើតក្រុមប្រតិជនទៅបង្កើតទីផ្សារពាក់ព័ន្ធនឹងការជួយដូរការប្រើប្រាស់អញ្ចឹងធ្វើឲ្យសមត្ថកិច្ចងាយរកឃើញឬងាយរកឃើញបទល្មើសហើយងាយបង្ក្រាបទី2គ្រឿងញៀនចុះថោកតែថាវាជន់តម្លៃវាចុះថោកហើយជា4ដងពីប្រហែលឆ្នាំមុនឥឡូវនៅដល់1គីឡូជាប្រហែលជាជិត 4,000 ណាដែលពីមុន1គីឡូរាប់ម៉ឺនដុល្លារមូលហេតុអ្វីទៅដែលគ្រឿងញៀនចុះថោកអរិយាប័ត្រនៃការផលិតគ្រឿងញៀនវាប្រែប្រួលពីការផលិតគ្រឿងញៀនធម្មជាតិមកជាការផលិតគ្រឿងញៀនសំយោគហើយគ្រឿងញៀនសំយោគនោះវាត្រូវការតែសារធាតុគីមីផ្សំដែលមានតម្លៃថោកវត្ថុធាតុដើមថោកហើយពេលវេលាតិចចំណុចនេះដែលធ្វើឲ្យគ្រឿងញៀនវាផលិតបានច្រើនហើយមានតម្លៃថោកដោយសារងាយស្រួលក្នុងការផលិត
តើវាតាក់ទងទៅនឹងបញ្ហា COVID-19 ដែលធ្វើឲ្យមនុស្សមួយចំនួនអត់ការងារធ្វើមនុស្សមួយចំនួនមានបញ្ហាតប់រមាល់ stress អីចឹងធ្វើឲ្យអ្នកប្រើប្រាស់គ្រឿងញៀនហ្នឹងមានការកើនឡើងដែរទេបាទវាអាចជាប់តាក់ទងទេបាទតាមការសន្និដ្ឋានជាជំហានដំបូងគឺมันពាក់ព័ន្ធទៅនឹងបញ្ហាការរីករាលដាល COVID ទេប៉ុន្តែវាពាក់ព័ន្ធទៅនឹងការលួចចរាចរណ៍តាមគ្រប់មធ្យោបាយក្នុងពេលដែលបញ្ហា COVID កំពុងតែបន្តការគម្រាមកំហែងលើពិភពលោកទាំងមូលយើងមានការបិទព្រំដែនការឆ្លងកាត់ក៏ប៉ុន្តែអាឈ្មោះជួយដូរវាមាននៅតែលួចឆ្លងកាត់ដោយសារវិធីកម្មភាពដឹកជាមួយគ្នាតិចហើយសមត្ថកិច្ចយើងមិនសូវដើរល្បាតឬក៏ធ្វើសកម្មភាពខ្លាំងក្លានៅតាមកន្លែងឆក់ល្វីឬក៏ច្រករបៀងដោយសារបញ្ហា COVID យើងខិតខំទប់ស្កាត់នៅតាមច្រកចំពោះនោះលួចធ្វើសកម្មភាពនៅតាមកន្លែងដែលសមត្ថកិច្ចមានភាពឆក់ល្វីនេះទី1ទី2ពួកអក្រិតជនគាត់មើលឃើញយើងជាប់ប្រយុទ្ធនឹង COVID គាត់លួចធ្វើសកម្មភាពដោយមិនគិតរើសម៉ោងរើសពេលជួនកាលគាត់ធ្វើនៅពេលយប់ជួនកាលគាត់ធ្វើនៅពេលដែលសមត្ថកិច្ចសម្រាកឬក៏នៅថ្ងៃដែលសម្រាប់ថ្ងៃបន់ទានថ្ងៃអីចឹងណាអញ្ចឹងការងារនេះវាប្រឈមទាំងអស់មិនថាតែកម្ពុជាទេប្រទេសណាក៏ប្រឈមនឹងបញ្ហានេះចឹងបាទប៉ុន្តែប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយដែលគេធ្វើចរាចរណ៍គ្រឿងញៀនឆ្លងកាត់មិនមែនជាប្រទេសផលិតទេបាទមកទល់ពេលនេះនៅតែមានបញ្ហាចរាចរណ៍គ្រឿងញៀនឆ្លងកាត់ធ្វើឲ្យបារម្ភទៀតទេព្រោះថាបញ្ហាព្រំដែនឬមួយក៏ការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយមានការតឹងរ៉ឹងជាងមុនដោយសារ COVID-19 នោះបាទបញ្ហា COVID-19 ហាក់ដូចជាមិនបានរាំងស្ទះទៅលើសកម្មភាពចរាចរណ៍គ្រឿងញៀនរបស់ក្រុមអក្រិតជនទេនឹងតាមរយៈកិច្ចប្រជុំអនឡាញដែលយើងទទួលបានណាទទួលបានការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកគឺសកម្មភាពចរាចរណ៍គ្រឿងញៀនហាក់ដូចជាលេចធ្លោជាងសពមួយដងទៅពេលដែលយើងឈោមទៅនឹងការរីករាលដាលនៃជំងឺ COVID ក្នុងប្រទេសណាក៏ប្រឈមទៅនឹងបញ្ហានឹងដូចគ្នាបាទនោះទី1ទី2ទីផ្សារនៃការប្រើប្រាស់គ្រឿងញៀននៅតែបន្តកើតមានដោយសារអ្នកប្រើប្រាស់គ្រឿងញៀនមិនបោះបង់ចោលតាមហិច្ចតាឬក៏មិនងាយនឹងរំលត់បាននៅភាពមានគ្រឿងញៀនរបស់គេតែតម្រូវឲ្យពួកគេធ្វើការប្រើប្រាស់គ្រឿងញៀនជាប្រចាំរហូតដល់ក្លាយខ្លួនទៅជាអ្នកអាស្រ័យពឹងផ្អែកទៅលើគ្រឿងញៀនក្នុងឆាកជីវិតរបស់គេអានោះហើយដែលជានៅទៅជាទីផ្សារឲ្យមានការចរាចរណ៍ជួញដូរមកពីទីផ្សារការប្រើប្រាស់នៅបន្តកើតមានហើយយើងក៏កត់សម្គាល់ឃើញថាចំណុចដែលគ្រោះថ្នាក់បណ្ដាប្រទេសទាំងអស់បង្ហាញពីក្តីព្រួយបារម្ភលើទន្ទឹមគ្នាហ្នឹងគេជួញដូរតាមប្រព័ន្ធអនឡាញវាជាបញ្ហាមួយពិបាកប៉ុន្តែការដឹកគ្រឿងញៀនតាមរយៈមធ្យោបាយអីផ្សេងតើมันមានការត្រួតពិនិត្យច្បាស់លាស់ឬយ៉ាងម៉េចបាទបានជាមានការនាំចូលទៀតបាទមិនមានការត្រួតពិនិត្យសមត្ថកិច្ចឈរជើងនៅតាមតំបន់ព្រំដែនដែលការអនុញ្ញាតដោយច្បាប់កំណត់ដោយច្បាប់ហើយដល់ច្រកទ្វារអន្តរជាតិអីចឹងណាឧទាហរណ៍ឬក៏ច្រកទ្វារទ្វេភាគីឯក្រុមអក្រិតជនគាត់លួចចរាចរណ៍គ្រឿងញៀនតាមផ្លូវរបៀងចឹងទៅវិញទេជាមួយនឹងការកសាងខ្សែរយៈចាត់តាំងច្បាស់លាស់ហើយក្នុងនោះយើងក៏បំផ្លាញសមត្ថកិច្ចអនុវត្តច្បាប់ក៏បំផ្លាញក្រុមអង្គការចាត់តាំងនេះបានច្រើនខ្សែច្រើនបណ្ដាញផងដែរក៏ប៉ុន្តែមិននៅតែបន្តមានក្រុមថ្មីដែលកើតមានតាមរយៈការជួយជ្រោមជ្រែងឬក៏ការចាត់តាំងពីមេក្រុមអក្រិតជនហើយថ្មីនេះយើងសមត្ថកិច្ចអនុវត្តច្បាប់គឺមានលើពិភពលោកសហការងារបំផ្លាញក្រុមអង្គការចាត់តាំងធំមួយហើយយើងថាជាមិនឃើញនៅលើព័ត៌មានថាChapel Asiaអាយដាមនៅកម្ពុជាយើងឥឡូវនេះមានការបារម្ភផងដែរជាពិសេសនៅតាមទីជនបទក៏ត្រូវបានគ្រឿងញៀននឹងរាលដាលទៅដល់ដែរបាទជាពិសេសក្មេងៗនៅតាមសាលារៀនមួយចំនួនដែលអាណាព្យាបាលមានការព្រួយបារម្ភកាលពីមុនបញ្ហាគ្រឿងញៀននេះមាននៅក្នុងទីក្រុងឬមួយក៏ទីប្រជុំជនទេប៉ុន្តែឥឡូវវារាលដាលទៅដល់ទីជនបទដែរតើនេះដោយសារបញ្ហាអ្វីវិញបាទការរាលដាលទៅដល់ជនបទនេះយើងទទួលស្គាល់ថាបានកើតមានតាំងពីកំឡុងឆ្នាំ2013ជាតបរហូតដល់ឆ្នាំ2017ដោយមើលឃើញក្តីព្រួយបារម្ភថាវារាលដាលទៅដល់ជនបទបានរាជរដ្ឋាភិបាលដាក់ចេញនៅផែនការយុទ្ធនាការប្រយុទ្ធឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល3ឆ្នាំបន្តហើយឆ្នាំនេះយើងនឹងស្នើសុំរាជរដ្ឋាភិបាលបន្តអនុវត្តផែនការយុទ្ធនាការថែមទៀតនៅបាន4ឆ្នាំជាប់នេះយើងចាប់ដើមបាន5ឆ្នាំជាប់ចាប់ដើមកាលឆ្នាំ2017 18 19 20និងត្រៀម21
ចឹងដល់ថាយើងមានការព្រួយបារម្ភចឹងដោយឡែកចំពោះការជឿជ្រែកគ្រឿងញៀនទៅក្នុងសាលាក្រសួងអប់រំបានកំពុងខិតខំយកចិត្តទុកដាក់លើការទប់ស្កាត់បញ្ហាគ្រឿងញៀននេះកុំឲ្យរាតត្បាតចូលទៅក្នុងសាលារៀនហើយតាមការយុទ្ធនាការក៏មានទិសដៅដូចគ្នាដែរធ្វើយ៉ាងណាកុំឲ្យគ្រឿងញៀនត្រូវបានជ្រៀតចូលទៅក្នុងវិស័យអប់រំពេលយើងខិតខំទប់ស្កាត់ឡើយនេះហើយតាមរយៈហ្នឹងយើងក៏ខិតខំកសាងភូមិឃុំនិងកាត់សហ្នឹងការកែសម្រួលការកែសម្រួលនិងចូលរួមអនុវត្តឲ្យបានឃ្លាវខ្លាបន្ថែមទៀតនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងចំណុចទី2យើងបានកែសម្រួលមកថាគ្មានបទល្មើសគ្រឿងញៀននៅក្នុងភូមិឃុំនោះកាត់អាដាមសម្រាប់ឆ្នាំ2021នេះតើករណីគ្រឿងញៀនអាចវាចម្លៃថាវានឹងមានការប្រែប្រួលភ័យយ៉ាងម៉េចវាអាចបន្តកើនឡើងឬមួយក៏អាចថានឹងថយចុះតាមរយៈយុទ្ធសាស្ត្រដែលបានលើកឡើងខាងដើមបាទយើងមើលទៅលើនិន្នាការតំបន់និងពិភពលោកហាក់ដូចជាមិនមានសញ្ញាណាមួយក្នុងការភាពថយចុះសោះដោយសារវាងាយស្រួលពាក់ព័ន្ធនឹងការផលិតឥឡូវគេផលិតតែមួយថ្ងៃបានគឺយើងមានការលំបាកចំណុចទី1ចំណុចទី2វាថោកពេកគឺយើងវាថោកពេលដែលវាថោកពេកអត្តពលរបស់គឺវាខ្ពស់វាមានភាពតាក់ទាញខ្លាំងប៉ុន្តែតម្លៃវាថោកអញ្ចឹងធ្វើឲ្យមនុស្សងាយលងនិងងាយសាកល្បងហើយងាយខ្លាចទៅជាអ្នកប្រើប្រាស់និងងាយខ្លាចទៅជាឧបករណ៍ដែលគេអស់ទាញដោយក្រុមជួយទៅគ្រឿងយើងកំពុងតែបារម្ភរឿងគ្រឿងញៀននឹងចុះថោកវានៅថ្លៃអ្នកគ្រាន់ណាតែមានលុយតិចដល់វាថោកពេកអ្នកណាក៏អាចងាយរកទិញបានប្រសិនបើការចរាចរណ៍គ្រឿងញៀនមិននៅតែមានយើងខិតខំទប់ស្កាត់គឺមិនកុំឲ្យមានការចរាចរណ៍ហើយពួកក្របជនវាបកកែវាខោខូចបកកែរើសអ្នកណាបកកែបោកឆោតទាំងអស់ទៀតយើងពិនិត្យមើលទៅរឿងបញ្ហានាំពលករឆ្លងដែនយើងមានការលំបាកមួយហើយនៅធំផងយើងងាយមើលឃើញតែយើងប្រឈមការលំបាកប៉ុន្តែបញ្ហាគ្រឿងញៀនវាទូចការប្រើប្រាស់វាក្នុងបរិមាណតិចតួចយើងវាពិបាកមើលឃើញសម្រាប់កិច្ចយើងមើលឃើញយើងដឹងលុះត្រាតែគេប្រើប្រាស់ឲ្យយើងឃើញបើគេប្រើប្រាស់មិនមែននៅទីលាក់បាំងហើយកន្លងមកនេះមន្ត្រីអនុវត្តច្បាប់តែជួបប្រទេសនៅពេលមានបទល្មើសអីផ្សេងមានការសង្ស័យតម្រុយអីផ្សេងពេលទៅតាមជនសង្ស័យហ្នឹងទៅដល់គេមានសម្បុកប្រើប្រាស់គ្រឿងញៀនទៅវិញគេធ្វើនៅទីកន្លែងអាកំបាំងនិងកន្លែងនៅសមត្ថកិច្ចបាក់ចូលដល់អាហ្នឹងដែលជាបញ្ហាប្រឈមដែលតម្រូវឲ្យយើងខិតខំទម្លាក់ការងារទៅឲ្យរដ្ឋបាលមូលដ្ឋានចូលរួមចំណែកក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសអាហ្នឹងបានមានប្រសិទ្ធភាពអញ្ចឹងវានៅតែជាកត្តាប្រឈមដដែលទី1ទី2គ្រឿងញៀននោះវាចរន្តទិសវាប្រែប្រួលហើយចរន្តទិសនៃការចរាចរណ៍ពីតំបន់ផលិតមករកទីផ្សារប្រើប្រាស់ក្នុងលើកយហោដល់ទីផ្សារឆ្លងកាត់កម្ពុជាពីមុនមកទៅពីឡាវឆ្លងកាត់ចូលខេត្តស្ទឹងត្រែងឬខេត្តព្រះវិហារឥឡូវនេះវាឆ្លងពីថៃមកទៀតគឺថៃក៏ទប់អត់ឈ្នះដែរណាគីមកដល់ឆ្លងចូលមកកម្ពុជានេះដែលជាបញ្ហាប្រឈមរបស់កម្ពុជាយើងត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់មួយផ្នែកទៀតការហូរចូលគ្រឿងញៀនពីតំបន់ភាគខាងលិចនៃទីថៃយើងប្រឈមការចរាចរណ៍ពីប្រទេសឡាវទៅពីប្រទេសថៃផងដែរជាប្រទេសនៅជាប់នៅតំបន់ព្រៃកោណនេះបាទសូមជម្រាបប្រិយមិត្តអ្នកស្ដាប់ថានៃឧត្តមសេនីយ៍មាសវិរិទ្ធគឺជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន